hạt ấy chôn chít bò tê môi chùm nuốn đại quạt ruột nơi bờ tê cái mình tha chôn chít Australia rồi có chôn chít khmer đại càiនៅ Australia ហើយគាត់និយាយថាទៅស្រឡាញ់ជនជាតិអាស៊ីយើងណាមិនថាជនជាតិខ្មែរក៏ដោយជនជាតិថៃក៏ដោយជនជាតិវៀតណាមអីក៏ដោយគឺតាមខ្ញុំសង្កេតឃើញរស់នៅទីនេះ10ឆ្នាំមិនមានន័យថាជនជាតិស្រីស្រីអាស៊ីស្អាតជាងជនជាតិបរទេសទេមែនទេបរទេសក៏មានអ្នកស្អាតជនជាតិអាស៊ីក៏មានអ្នកស្អាតដែរវាមួយយ៉ាងម្នាក់អញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំគួរឲ្យចាប់អារម្មណ៍នេះគឺស្ត្រីអាស៊ីដែលគាត់កើតនៅប្រទេសអាស៊ីឧទាហរណ៍ដូចខ្មែរយើងជាដើមយើងមានទំនៀមទម្លាប់មួយគេហៅថាគ្រប់ប្តីចេះទុកដាក់ក្នុងផ្ទះកូនមើលអីអញ្ចឹងណាអ្នកនរគ្នាវាខុសពីស្ត្រីជនជាតិបរទេសដោយសារគាត់កើតនៅក្នុងសង្គមមួយដែលគាត់មានភាពឯករាជ្យមែនតើអញ្ចឹងបើសិនគាត់គិតថាអាទិត្យហ្នឹងគាត់ចង់ទៅដើរលេងដោយមិនមានប្តីមិនមានកូនគាត់អញ្ចឹងគឺគាត់ទៅដើរលេងអញ្ចឹងទៅគាត់និយាយថាគិតថាប្តីកូនអីទេអញ្ចឹងណាធ្វើឲ្យបរិសុទ្ធមួយចំនួនគាត់គិតថាគាត់ចង់បានស្ត្រីអាស៊ីដែលចង់និយាយថាចេះគោរពគាត់អីអញ្ចឹងណាហើយទី2គឺដោយសារភាពឯករាជ្យខ្លាំងពេកចំពោះស្ត្រីបរទេសគឺគាត់មិនខ្លាចក្នុងការបែកជាមួយគ្រួសាររបស់គាត់អញ្ចឹងហើយធ្វើឲ្យបរិសុទ្ធមួយចំនួនដែលនៅបរទេសនេះគឺគាត់មានភាពខ្លាចរអាគូគេថាគាត់អត់ចង់បានប្រពន្ធមកបែកគ្នាអីអញ្ចឹងអ្នកនរត្រីអាស៊ីគាត់ទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែគ្រប់ប្តីនៅតែស្រឡាញ់ប្តីអត់ចង់បានអត់ចង់បែកបាក់ម្ដងហើយម្ដងទៀតចឹងណាហើយរឿងទី3ដែលខ្ញុំសង្កេតឃើញរឿងសម្ភារៈនិយមជនជាតិបរទេសស្រីគឺពួកគាត់ដោយសារគាត់ធ្លាប់នៅប្រទេសស្រួលធ្លាប់នៅចង់និយាយថាគាត់ធ្វើការមានលុយស្រួលអញ្ចឹងការចំណាយរបស់គាត់ក៏គាត់អត់សូវគិតដែរគាត់ចង់និយាយថាចាយខ្លាំងដូចគ្នាចំណែកស្រីអាស៊ីដោយសារស្ត្រីអាស៊ីធ្លាប់នៅក្នុងសង្គមមួយដែលចង់និយាយថាពិបាកអញ្ចឹងហើយពេលដែលគាត់មានការចំណាយផ្សេងគឺគាត់ចេះគិតច្រើនណាអញ្ចឹងខ្ញុំឃើញថាជនជាតិបរទេសប្រុសគឺគាត់ចូលចិត្តគូអនាគតដែលមានភាពសន្សំសំចៃនិងចេះយកចិត្តទុកដាក់អញ្ចឹងណាអ្នកនរគ្នាមិនថាបរទេសជនជាតិបរទេសដូចជាជនជាតិអូស្ត្រាលីទេសូម្បីតែជនជាតិខ្មែរយើងដែលកើតនៅអូស្ត្រាលីក៏គាត់សុខចិត្តទៅយកប្រពន្ធជនជាតិអាស៊ីវិញដែលមកពីប្រទេសអាស៊ីដែរអ្នកទាំងអស់គ្នាដោយសារអ្វីដែលយើងកើតធំធាត់មកវាសង្គមវាខុសគ្នាគឺការប្រព្រឹត្តរបស់យើងក៏ខុសគ្នាដូចគ្នា